ថ្ងៃឈប់សម្រាករបស់ខ្ញុំគឺខ្ញុំមិនបានទៅណាឆ្ងាយទេដោយសារតែមួយរយៈមុនគឺថាខ្ញុំរវល់ជាមួយនឹងការងារសាលាហើយនឹងការងារគោលដែលខ្ញុំធ្វើរាល់ថ្ងៃហ្នឹងអញ្ចឹងទៅក៏សំសូមជាមានពេលច្រើនចេញវីដេអូឲ្យបងប្អូនទាំងអស់គ្នាបានមើលជាក់ស្ដែងគឺថាទេសភាពពណ៌បៃតងនៅរដូវកាលបៃតងនេះគឺថាខ្ញុំមិនបានទៅណាឆ្ងាយទេគឺនៅតែកពតនឹងឯងអញ្ចឹងហើយខ្ញុំក៏ដកឃ្លាបន្តិចហើយនាំខ្លួនឯងក៏ដូចជានាំពួកម៉ាក់មកដើរលេងឲ្យបាត់ stress ចេញម្ដងដោយសារតែខ្ញុំហើយនឹងពួកគាត់គឺថាធ្វើការងារជាមួយគ្នាច្រើនហើយត្រូវការគិតនិយាយទៅភាគច្រើនគឺការងារអត់សូវប្រើកម្លាំងអីប្រហែលនេះប៉ុន្តែគឺថាខួរក្បាលនិយាយថាគិតគិតឡើងចង់សាក់ស្គវឯនេះក៏សម្រាប់ចិត្តថាពួកយើងគឺមកដើរលេងលំហែកាយឲ្យបាត់ stress ចេញម្ដងមកមើលទស្សនភាពទេសភាពពណ៌បៃតងទឹកជ្រោះការគេងលំហែអីហ្នឹងអូយអ្នកទាំងអស់គ្នាគ្រាន់តែមើលវីដេអូហ្នឹងក៏សប្បាយចិត្តដែរហើយទីតាំងដែលយើងមកលំហែកាយលើកនេះគឺនៅចលងបៃតងវាលពូជអ្នកទាំងអស់គ្នាហើយ activity ក៏ដូចជាសកម្មភាពដែលយើងបានទៅទីនោះគឺយើងញ៉ាំអាហារពេលព្រឹកយើងលេងទឹកជ្រោះជិះខ្សែរ៉កជាពិសេសហ្នឹងគឺថាការកេងតង់នៅជាប់មាត់ទឹកនឹងឯងអ្នកទាំងអស់គ្នានិយាយពីថាឈៀលហ្មងពេលយប់ឡើងអីកេងស្ដាប់ទឹកខោក៏មានក្តីសុខដែរហើយតង់ដែលពួកខ្ញុំកេងនេះគឺជាប្រភេទតង់ធំអញ្ចឹងមានក្រែ1ហើយនិងក្រែ2ហើយនៅខាងក្នុងគេណាគឺមានម៉ាស៊ីនត្រជាក់ឲ្យទៀតដូចនៅអ្វីដែលអ្នកទាំងអស់គ្នាបានឃើញជាក់ស្ដែងនៅក្នុងវីដេអូអញ្ចឹងណែចោយថាមកកេងតង់ឯងមកមានលក្ខណៈបោះតង់ណាប៉ុន្តែមានម៉ាស៊ីនត្រជាក់មានទឹកជ្រោះពេលយប់ឡើងអីហ្នឹងយើងកេងស្ដាប់ទឹកខោអីហ្នឹងនិយាយពីថាបរិយាកាសគឺថាស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិរបៀបថាយើងកេងអញ្ចឹងហើយយើងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិទាំងអស់គ្នាក្តីសុខគឺថាពេញទំហឹងតែម្ដងបើសិនជាយើងអត់ចេះបង្កើតក្តីសុខឲ្យខ្លួនឯងទេគ្មានអ្នកគេមកបង្កើតឲ្យទេបើសិនជាអ្នកទាំងអស់គ្នាមកលំហែនៅទីនេះគឺអ្នកទាំងអស់គ្នាបើសិនជាអត់ចង់កេងតង់ក៏មានជាប្រភេទវីឡាដែរអ្នកទាំងអស់គ្នាមើលបន្ទប់កេងគេនេះនិយាយពីថាចូលមកគឺថា clean ស្អាតអូយអ្នកទាំងអស់គ្នាមកលំហែនិយាយពីថាបានកន្លែងស្អាតអញ្ចេះហើយនៅធម្មជាតិអញ្ចេះទៀតអ្នកទាំងអស់គ្នាក្តីសុខពេញលំហឹងមនុស្សចាស់ហ្មងនេះណែប៉ុណ្ណឹងអត់តន់អស់អ្នកទាំងអស់គ្នានៅមានទៀតនៅចលងបៃតងវាលពួរអ្នកទាំងអស់គ្នាអាចមកគឺអ្នកទាំងអស់គ្នាអាចជ្រើសរើសថែបប្រយោជន៍សិតថែបទៀតអ្នកទាំងអស់គ្នាចង់ជ្រើសរើសកេងតង់ក៏បានចង់កេងលក្ខណៈបឹងគីឡូក៏បានឬមួយក៏វីឡា private ក៏បានដែរអ្នកទាំងអស់គ្នានិយាយទៅគឺអ្នកទាំងអស់គ្នាអាចជ្រើសរើសតាមអ្នកទាំងអស់គ្នាចំណង់ចំណូលចិត្តណាដូចពួកខ្ញុំទៅជាក់ស្ដែងអីគឺចូលចិត្តកេងតង់ច្រើនជាងពេលព្រឹកឡើងអ្នកទាំងអស់គ្នាគឺគេមានរៀបចំអាហារពេលព្រឹកឲ្យយើងទៀតពេលយប់ទៅយើងកេងស្ដាប់សំឡេងទឹកហូរនេះដល់ពេលព្រឹកឡើងគឺយើងញ៉ាំកាទៀវជាប់មាត់ទឹកហូរទឹកជ្រោះហូរមកលុយសូអូយអ្នកទាំងអស់គ្នាក្តីសុខហ្មងខ្ញុំនិយាយមែនហើយបើអ្នកទាំងអស់គ្នាមានពេលច្រើនជាងនឹងទៀតអ្នកទាំងអស់គ្នាចង់ទៅលេងនៅទឹកជ្រោះខាងលើថែមទៀតក៏បានដែរទឹកជ្រោះដែលហូរមកហ្នឹងនិយាយពីថាថ្លាឆ្វង់អ្នកទាំងអស់គ្នាមើលឃើញវីដេអូចាក់ស្ដែងឃើញតំណងគួរឲ្យចង់លេងហ្មងហើយដល់តិចស្រាប់ហ្មងពួកខ្ញុំនេះនិយាយពីថាពេញដៃលេងហ្មងអ្នកទាំងអស់គ្នាព្រឹកឡើងពេលដែលយើង breakfast ហើយយើងញ៉ាំអាហារពេលព្រឹកហើយគឺយើងលេងខ្សែរ៉កអ្នកទាំងអស់គ្នាយើងជិះខ្សែរ៉កពីដើមឈើមួយទៅដើមឈើមួយបន្ទាប់មកទៀតហ្នឹងណាពេលដែលយើងលេងរួចហើយគឺយកមកហែលទឹកលេងនៅក្រោមនេះទាំងអស់គ្នានេះចំណែកអាងទឹកដែលពួកខ្ញុំហែលហ្នឹងគឺអាងទឹកធម្មជាតិនិយាយទៅទឹកដែលនៅក្នុងអាងហ្នឹងគឺជាទឹកដែលហូរមកពីទឹកជ្រោះពីខាងលើនឹងឯងក្រៅពីហ្នឹងអ្នកទាំងអស់គ្នាបើសិនជាបានមកហើយអត់បានគេងនៅទីនេះអ្នកទាំងអស់គ្នាមកញ៉ាំតែកាហ្វេឬមួយក៏ភេសជ្ជៈផ្សេងក៏បានដោយសារតែរដូវកាលបៃតងនេះនៅចលងបៃតងវាលពួយគឺថាទេសភាពគឺថាស្អាតមានទឹកជ្រោះប៉ុន្តែខ្ញុំជឿថាអ្នកទាំងអស់គ្នាច្បាស់ជាចង់មកហើយដោយសារតែយើងធ្វើការហត់ដូចខ្ញុំជាក់ស្ដែងនេះគឺថាធ្វើការហត់ដែរអញ្ចឹងចង់មកកេងលំហែបាត់ stress ចេញម្ដងហើយតែបានមកម្ដងចេះតែចង់មកម្ដងទៀតសរុបមកវីដេអូគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបើសិនជាមានការនិយាយខ្វះខាតឬមួយក៏លើសលួសត្រង់សម្ដីណាមួយក៏អាចជាស្រ័យអ្នកទាំងអស់គ្នាផងហើយសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាពេលមកលេងកពតចង់មកលំហែកាយនៅចលងបៃតងវាពូជនេះអ្នកទាំងអស់គ្នាអាចធ្វើការកក់តាមរយៈលេខទូរស័ព្ទក៏ដូចជា link Telegram ដែលខ្ញុំបានដាក់នៅក្នុង comment ពេលដែលខ្ញុំផុសវីដេអូមួយនេះបើមកគ្នាច្រើនអីអ្នកទាំងអស់គ្នាត្រូវកក់មុនប្រយ័ត្ន full អរគុណអ្នកទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត